ចា៎មានមនុស្សជាច្រើនតែងតែបាក់ទឹកចិត្តនិងអស់សង្ឃឹមនៅក្នុងជីវិតនៅពេលដែលជួបបញ្ហាជួបភាពស្មុគស្មាញជួបការបាក់ទឹកចិត្តជួបការអស់សង្ឃឹមនៅក្នុងជីវិតហើយតែងតែគិតថារៀនច្បាប់សុទ្ធទាញដើម្បីផ្លាស់ប្ដូរជីវិតរៀនច្បាប់សុទ្ធទាញដើម្បីកែប្រែឆាកជីវិតប៉ុន្តែពេលដែលអនុវត្តហើយពេលដែលធ្វើហើយតែងតែអត់មានលទ្ធផលឬក៏មានលទ្ធផលតិចតួចក៏ត្រឡប់ទៅគេហៅថាពិបាកជាងពីមុនទៀតចា៎ដោយសារអីដោយសារទី1យើងអត់ទាន់គ្រប់គ្រងខ្លួនឯងបានអញ្ចឹងនៅពេលដែលយើងគ្រប់គ្រងខ្លួនឯងអត់ទាន់បានគ្រប់យ៉ាងវានឹងត្រឡប់មករកសុខភាពតាមវិញទាំងអស់ចា៎ទី2គឺយើងមិនទាន់បានជឿជាក់ជាមួយនឹងជីវិតថ្មីដែលយើងចង់កែប្រែខ្លួនឯងពិតប្រាកដចា៎អញ្ចឹងនៅពេលដែលយើងអត់ទាន់កែប្រែខ្លួនឯងពិតប្រាកដយើងគិតថាយើងចង់ប្ដូរប៉ុន្តែយើងអត់ទាន់បានជឿជាក់ថាយើងធ្វើបានពិតប្រាកដទេគ្រាន់តែចង់ផ្លាស់ប្ដូរចា៎ដោយសារយើងអត់ទាន់ប្ដូរទម្លាប់ប្ដូរសន្តានចរិតរបស់យើងទៅខ្ញុំតែនិយាយរឿយៗអញ្ចឹងចា៎អញ្ចឹងវាធ្វើឲ្យយើងនៅតែមិនទាន់ជឿជាក់លើអ្វីដែលយើងធ្វើនៅថ្ងៃខាងមុខនេះឆាប់ថានឹងទៅដល់ទេអត់ទេគឺតែងតែចង់បានប៉ុន្តែអត់ជឿជាក់ពិតប្រាកដ100%ចា៎ហើយទី3ដែលសំខាន់ដូចគ្នាដែរគឺយើងតែងតែជាមនុស្សអ្នកដែលមិនបានហ្មត់ចត់ឬពិតប្រាកដចំពោះខ្លួនឯងនេះហើយពេលដែលយើងជួបបញ្ហាយើងតែងតែនៅតែបាក់ទឹកចិត្តនៅតែលួចអស់សង្ឃឹមពេលខ្លះអ្នកនេះគិតថាខ្ញុំអត់ទេខ្ញុំអត់បានទឹកបាក់ចិត្តអស់សង្ឃឹមអីទេប៉ុន្តែយើងអត់ដឹងពីចិត្តយើងអត់ទេបងប្អូនអត់ដឹងទេនោះចិត្តដោយឆារយៈឬក៏ចិត្តវិញ្ញាណដ៏អស្ចារ្យនៅក្នុងខ្លួនរបស់យើងគឺជាអ្នកអំណាចជីវិតទេយើងមិនដឹងឈ្នះចិត្តខ្លួនឯងបានដោយសារយើងអត់ទាន់បានលុតដំចិត្តព្រោះចិត្តមួយរបស់មនុស្សម្នាក់ៗត្រូវការលុតដំណាត្រូវការហ្វឹកហាត់ណាមិនមែនគ្រាន់តែរៀនច្បាប់សុទ្ធទីចង់ផ្លាស់ប្ដូរជីវិតយើងចេះតែថាតែពេលយើងអត់អនុវត្តយើងអត់ធ្វើប្រកបទៅយើងធ្វើអត់បានដែរចង់ឲ្យចក្រវាលធ្វើការជំនួសយើងបានតើតើយើងធ្វើការមើលខ្លួនឯងឲ្យមកចប់សិនចាជាក់លាក់ច្បាស់លាស់ចំពោះខ្លួនឯងសិនទៅចក្រវាលធ្វើការជំនួសយើងបានចាចក្រវាលចាំតែជួយយើងគ្រប់រឿងឯងឲ្យតែយើងប្រាថ្នាអីចង់បានអីចក្រវាលចាំតែឲ្យយើងប៉ុន្តែគ្រាន់តែថាតើយើងធ្វើបានឲ្យខ្លួនឯងដល់កម្រិតណាចាពិតប្រាកដបានកម្រិតណាបងប្អូនដែលធ្វើបានគ្រប់21ថ្ងៃពេញនេះតែបានធ្វើបានឬក៏គ្រប់90ថ្ងៃពេញអត់ទេធ្វើយ៉ាងច្រើនបានមួយ10ថ្ងៃដែរទៀតដែររវល់ចិត្តទៅអត់សូវបានធ្វើឲ្យ90ថ្ងៃធ្វើបានហើយចា21ថ្ងៃគឺជាទម្លាប់90ថ្ងៃគឺជាសន្តានអញ្ចឹងយើងត្រូវការហ្វឹកព្រោះយើងមកដល់ពេលនេះអ្នកតែនិយាយចឹងមិនតិចណា20 30ឆ្នាំ40ឆ្នាំ60ឆ្នាំចាតម្រាំចាប់ផ្ដើមបដូរជីវិតបានបដូរការគិតបដូរអារម្មណ៍បានមិនងាយទេអញ្ចឹងវាត្រូវការយើងហ្វឹកហាត់ខ្លាំងណាស់បានយើងអាចឈ្នះខ្លួនឯងអញ្ចឹងកុំបន្ទោសច្បាប់សុទ្ធទាញកុំបន្ទោសលើគ្រូបាអាចារ្យសំខាន់គឺយើងបន្ទោសលើខ្លួនឯងពួកខ្លួនឯងអត់ទាន់ឈ្នះខ្លួនឯងអញ្ចឹងត្រូវការពេលវេលាច្បាប់ពេលវេលាជាអត់ផុតទេបងប្អូនណាកុំបង្ខំខ្លួនឯងយើងត្រូវព្រមមួយពេលវេលាឲ្យធ្វើបន្ថែមទៀតទៅមុខទៀតជានិច្ចតែវាឈ្នះខ្លួនឯងបានចា